ខ្ញុំបាទផ្ទះឆ្ងាញ់គោដុតសូមគោរពសួស្តីបងប្អូនខ្ញុំមិនដែលឃើញប្រទេសមួយរលាយដោយសារត្រូវទំនាយគេទេមានតែរលាយដោយសារម្ចាស់ប្រទេសនោះអត់កំណើតអន់សេដ្ឋកិច្ចនិងខ្សោយយោធាប៉ុណ្ណោះការជេរប្រមាថនិងការដាក់ទំនាយគេគឺជាទង្វើរបស់មនុស្សអន់និងអសមត្ថភាពប៉ុណ្ណោះព្រោះខឹងគេធ្វើអីគេមិនកើតហើយក៏តាំងជេរនិងដាក់ទំនាយគេឲ្យបានធូរទ្រូងទៅពិភពលោកនេះយុត្តិធម៌ណាស់អ្នកណាប្រឹងរៀនអ្នកនឹងចេះអ្នកណាខ្លាំងអ្នកនឹងត្រួតហើយបើចង់ឈ្នះគេចង់សងសឹកគេចង់យកអ្វីដែលបាត់បង់មកវិញត្រូវពង្រឹងសមត្ថភាពខ្លួនឲ្យខ្លាំងជាងគេទើបទៅរួចមើលប្រទេសមួយនោះចុះនៅសមរភូមិទល់ដែនមានវីរៈកងទ័ពនិងពលរដ្ឋរងគ្រោះកំពុងបូជាសាច់ស្រស់ឈាមស្រស់ក្នុងការតតាំងដើម្បីការពារទឹកដីពីខ្មាំងសត្រូវដល់មកនៅកណ្ដាលក្រុងវិញក៏មានវីរៈជនមិនតិចដែរហ៊ានបូជាសាច់ស្រស់ស្បែកស្រស់ខំងើបតាំងពីព្រលឹមទៅរងចាំដណ្ដើមគ្នាឲ្យគេសាក់ដើម្បីបដូរយកស្រាផឹកអស់ចាអ្វីម្លេះរកគ្មានពីរទេនៅក្នុងចក្រវាឡនេះបើនិយាយពីបារមីវិញនោះមហាបារមីហើយអួតនោះអួតមហាលោតផ្លោះមហាអស្ចារ្យណាស់ប្រទេសសល់ប៉ុនបាតដៃប៉ុណ្ណេះមើលទៅមិនយូរទេគង់តែជប់ឲ្យទៅនៅក្រៅភពបាត់ពីផែនដីនេះឆាប់នេះហើយសូមគិតឡើងវិញទឹកដល់ច្រមុះហើយឈប់ឆ្លក់នឹងពាក្យបញ្ចាចបញ្ចោឈប់ងប់នឹងឈប់លងនឹងជំនឿអត់បានការហើយបោះបង់កែវស្រាស្រវាសៀវភៅឈប់ធ្វើឲ្យកូនចៅងងខ្លៅទោះស្រួលប្រដៅប៉ុន្តែគេមើលងាយណាស់បើមិនដូច្នេះសូមបីតែផ្ទះក៏គ្មាននៅដែរសូវឲ្យកូនចេះឲ្យកូនពូកែបើមិនបានមើលថែក៏ពួកគេមានលុយឲ្យចាយនិងមានលុយឲ្យដេកពេទ្យថ្លៃដែរដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបាទផ្ទះឆ្ងាញ់គោដុតសូមអរគុណសូមគោរពជម្រាបលា